ចាស់លោកអ្នកលើនេះបន្តព័ត៌មាននៅក្នុងវគ្គនេះជាបន្តទៀតហើយព័ត៌មានជាបន្តនោះគឺនៅខាងខេត្តកំពង់ឆ្នាំងឯនោះវិញគឺតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនោះគឺឈើប្រភេទលេខ1នឹងជាង200ដុំដែលឈ្មួញលាក់ទុកដឹកលក់នៅក្របចំបើងតាមភូមិចាស់ហ្នឹងនិងប្រជាពលរដ្ឋត្រូវបានអ្នកកសែតមួយក្រុមសហការជាមួយនឹងមន្ត្រីអង្គការអភិរក្សព្រៃឈើរកឃើញនៅកាលពេលវេលាម៉ោង3ល្ងាចថ្ងៃទី13នៅក្នុងភូមិឃុំក្បាលទឹកស្រុកទឹកផុសនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃអរ៉ាល់ចា៎នេះគឺការបទល្មើសព្រៃឈើមួយទៀតហើយនៅខាងខេត្តកំពង់ឆ្នាំងនាយកអង្គការអភិរក្សការពារសត្វព្រៃឈើនិងជលផលកម្ពុជាប្រចាំខេត្តបានដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមន្ត្រីនៅក្នុងអង្គការអភិរក្សចំនួន7នាក់សហការជាមួយនឹងអ្នកកាសែត3នាក់បាននាំគ្នារករកឃើញឈើប្រភេទលេខ1ប្រមាណជាង200ដុំដែលពួកឈ្មួញនឹងលាក់ទុកនៅតាមភូមិចាស់ពីកន្លែងនិងតាមផ្ទះប្រជាពលរដ្ឋនឹងពីកន្លែងនៅចំណុចខាងលើដើម្បីលួចដឹកតាមរថយន្តនៅពេលយប់យកទៅលក់ឲ្យឈ្មួញធំនៅឯក្រៅខេត្តហើយក្រោយពីរកឃើញឈើទាំងអស់នោះអ្នកកាសែតក៏បានរាយការណ៍ទៅលោកអភិបាលខេត្តលោកព្រះរាជអាជ្ញាខេត្តលោកស្នងការនគរបាលខេត្តហើយក៏បានបញ្ជាឲ្យសមត្ថកិច្ចចម្រុះនឹងគឺចុះទៅបង្ក្រាបក៏ប៉ុន្តែដោយសារតែការយឺតយ៉ាវរបស់កម្លាំងចម្រុះពេលយប់គឺសមត្ថកិច្ចចម្រុះនោះបានចូលមកដល់ឆោជើងការពារទីតាំងលាក់ឈើបានតែពីកន្លែងដែលមានឈើចំនួនជាង102តែប៉ុណ្ណោះនៅក្នុងភូមិចាស់ដើម្បីត្រៀមដឹកយកមកខេត្តហើយចំណែកឈើពីកន្លែងទៀតដែលលាក់ទុកនៅក្នុងផ្ទះប្រជាពលរដ្ឋគឺពុំបានដាក់កម្លាំងការពារឡើយហើយមន្ត្រីអង្គការអភិរក្សបានដឹងថាឈើទាំងអស់នេះគឺត្រូវបានប្រជាពលរដ្ឋឡើងយកមកពីលើភ្នំនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំអរ៉ាល់ដែលគេគ្រប់គ្រងដោយមន្ត្រីបរិស្ថានខេត្តនឹងបានខុបខិតបើកដៃឲ្យប្រជាពលរដ្ឋនឹងចូលយកដោយក្នុងរណាយន្តមួយគ្រឿងគឺត្រូវបង់នៅក្នុងតម្លៃពី50ទៅ$100ហើយនឹងពេលដែលអ្នកឈើនឹងដឹកយកមកប្រេងសាំងនៅក្នុងមួយកាននឹងគឺ30លីត្រយកទៅចាក់ម៉ាស៊ីនរណានឹងត្រូវបង់ប្រាក់នឹងឲ្យគេ250000រៀលថែមទៀតណាចានេះគឺជារឿងពាក់ព័ន្ធនៅខាងខេត្តកំពង់ឆ្នាំងបាទយើងបន្តព័ត៌មាននៅក្នុងខេត្តបរសៃអនុវិញម្ដងគឺនាំទៅរកទិញម៉ូតូបែរជានាំទៅសម្លាប់ប៉ុន្តែសំណាងល្អនោះគឺបានគេចខ្លួនបានហើយគឺរួចផុតពីការស្លាប់នោះហើយបាទយើងឃើញថាយុវជនម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីត្រូវបានអ្នករស់ស៊ីជាមួយគ្នាកាប់ឲ្យរងរបួសស្ទើរស្លាប់ខណៈដែលជនបង្កនាំជនរងគ្រោះទៅរកទិញម៉ូតូកាលពីវេលាម៉ោង8យប់ថ្ងៃទី13ខែកុម្ភៈឆ្នាំ2014នៅចំណុចផ្លូវចូលទៅកាន់សួនទេសភាពលើភ្នំមាសស្ថិតនៅក្នុងភូមិមួយសង្កាត់មួយក្រុងបរសៃអនុហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះដឹកយកមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបើយោងតាមការអាងពីជនរងគ្រោះឈ្មោះថាខៅសុកហេងភេទប្រុសអាយុ25ឆ្នាំមានទីលំនៅនៅក្នុងរាជធានីភ្នំពេញបាននិយាយដឹងថារូបគេនឹងជនបង្កគឺជាអ្នករស់ស៊ីទិញលក់ម៉ូតូជាមួយគ្នាយូរណាស់មកហើយរូបគេបានមកឲ្យជនបង្ករត់ទិញម៉ូតូចំនួន20គ្រឿងហើយពុំដែលមានបញ្ហានឹងគ្នានោះទេហើយនៅថ្ងៃកើតហេតុរូបគេក៏បានជិះឡានតាក់ស៊ីមកពីភ្នំពេញមករត់ទិញម៉ូតូដូចសពមួយដងហើយត្រូវបានជនបង្កប្រាប់ថាឲ្យមកឈប់នៅក្បែររោងចក្រ New Star ទៅពីព្រោះគេលក់ម៉ូតូនៅម្ដុំនោះហើយដោយនោះរូបគេក៏បានឈប់រថយន្តតាមការណាត់បន្ទាប់មកជនបង្កបានជិះម៉ូតូ Mark Wave E បានមកដល់រូបគេចូលតាមច្រកផ្លូវលំនៅសម្ដៅមកកាន់សួនទេសភាពភ្នំមាសប៉ុន្តែមកដល់សួនភ្នំមាសជនបង្កក៏បានប្រាប់ថាឲ្យនៅចាំទីនោះទៅម្ចាស់ម៉ូតូក៏ស្រាប់តែជនបង្កបានទាញកំបិតគៀកតាមកាប់ពីក្រោយត្រូវចំចិញ្ចឹងកខណៈពេលនោះរូបគេក៏បានគេចខ្លួនភ្លេចខ្លួនរវល់តែនិយាយទូរស័ព្ទប្រាប់បងប្អូននៅក្រុងបរសៃអនុបន្ទាប់មករូបគេនិងជនបង្កក៏បានប្រតាយប្រទាប់គ្នាមួយប្រាវតែដោយរូបគេពុំមានអ្វីតបតរូបគេក៏ហក់ចូលទៅក្នុងជ្រោះនៅក្បែរនោះដើម្បីគេចខ្លួនពីសេចក្តីស្លាប់រហូតមកដល់ជាងកន្លះម៉ោងទៅរូបគេបានដើរមកកាន់ទីភ្លឺដើម្បីឲ្យអ្នកជិតខាងជួយរហូតមានមនុស្ស2នាក់បានដឹករូបគាត់មកកាន់គ្លីនិកឯកជនតែដោយសារតែរបួសធ្ងន់ពេកក៏បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកចំការជែកក្រុងព្រះសីហនុបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកចំការជែកខេត្តរាជជនបង្កសមត្ថកិច្ចកំពុងតែស៊ើបសួរស៊ើបអង្កេតដើម្បីវេចមុខចាប់ពីព្រោះថាមានពន្លឺជាច្រើនហើយក្នុងការឈានទៅដល់ការចាប់ខ្លួនជនបង្កនេះទៀតផងចាសំណាងល្អគាត់អាយុថ្លៃហើយលោតចូលជ្រោះហើយក៏មិនស្លាប់ទៀតហើយនេះគឺមិនអីទេព្រោះអីគាត់អត់ស្គាល់មុខឃាតករជនដែលដល់នឹងចាគឺនៅពេលដែលជាហើយសមត្ថកិច្ចនឹងតាមស្វែងរកឃើញចាលោកអ្នកឥឡូវនេះបន្តទៅរឿងជាបន្តទៀតនៅខាងខេត្តកំពង់ធំគឺសមត្ថកិច្ចនគរបាលកំពង់ធំនេះគឺគាត់បានបរោះម្នាក់នៅលើផ្ទះនៅក្នុង
ចាគឺភូមិព្រៃដុំឃុំចាងដើងស្រុកបារាយខេត្តកំពង់ធំតាមដីកាលេខ 39.36 ចុះថ្ងៃទី 10 តុលា ឆ្នាំ 2010 របស់ចៅក្រមស៊ើបសួរសាលាដំបងខេត្តកំពង់ធំឈ្មោះសេនាងពីបទប្លន់ទ្រព្យសម្បត្តិដែលប្រព្រឹត្តទៅនៅភូមិពងទឹកឃុំចាងដើងស្រុកបារាយខេត្តកំពង់ធំលោកអនុសេនីយ៍ឯកស្រីច័ន្ទសេនាអធិការរងផ្នែកព្រហ្មទណ្ឌបានបង្ហាញឲ្យដឹងថាជនសង្ស័យខាងលើនេះបានសារភាពថាខ្លួនពិតជាបានធ្លាប់ប្រព្រឹត្តបទល្មើសហើយជាប់ពន្ធនាគាររួចម្ដងមកហើយកាលពីឆ្នាំ 2005 គឺករណីលួចគោហើយជនសង្ស័យគឺបានប្រព្រឹត្តករណីប្លន់នៅថ្ងៃទី 11 កញ្ញាឆ្នាំ 2010 ដោយជនល្មើសខាងលើនេះមានឈ្មោះថាសួនផេងភេទប្រុសអាយុ 43 ឆ្នាំមានទីលំនៅនៅភូមិព្រៃដុំឃុំចាងដើងស្រុកបារាយខេត្តកំពង់ធំចាគឺគាត់ជនរងគ្រោះល្មើសទៅលើជនរងគ្រោះទេគឺឈ្មោះថាសួនផេងហ្នឹងចាហើយជនល្មើសខាងលើនេះគឺសមត្ថកិច្ចស្រុកបារាយបញ្ជូនខ្លួនទៅសាលាដំបងខេត្តកំពង់ធំដើម្បីចាត់ការទៅតាមនីតិវិធីហើយគួរបញ្ជាក់ផងដែរថាសមត្ថកិច្ចខេត្តកំពង់ធំគឺចាប់ផ្ដើមប្រើសំណាញ់ដៃកាន់ដៃកាន់តែក្តៅទៅហើយចានេះគឺគេដាក់នៅក្នុងឆ្នាំ 2000 នេះ 2014 នេះគឺមានន័យថាគឺកាន់តែរឹតបន្តឹងសន្តិសុខឲ្យបានកាន់តែខ្លាំងមែនទែនដើម្បីសុវត្ថិភាពនៅក្នុងតំបន់ចាបាទឥឡូវយើងបន្តព័ត៌មានពាក់ព័ន្ធនឹងវិស័យអប់រំវិញម្ដងក៏ដូចជាការផ្ដល់ជំនួយផ្សេងៗពីប្រទេសអូស្ត្រាលីយើងឃើញថាជាង 10 ឆ្នាំមកនេះគឺប្រទេសអូស្ត្រាលីបានផ្ដល់អាហារូបករណ៍ទៅដល់និស្សិតកម្ពុជាជាង 500 នាក់ឯណោះរដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសជាងប្រមាណជា 500 នាក់ដែលគិតចាប់ពីឆ្នាំ 1994 រហូតមកដល់ពេលបច្ចុប្បន្ននេះក្នុងគោលបំណងជួយគ្រប់គ្រងដល់បុគ្គលមួយចំនួនឲ្យសម្រេចនៅសក្តានុពលរបស់ខ្លួនដែលធ្វើឲ្យមានការអភិវឌ្ឍនៅជំនាញនិងបណ្ដាញសំខាន់នានាដែលជួយឲ្យមានការកសាងនៅតាមសហគមន៍មានប្រសាសន៍នៅក្នុងពិធីប្រកាសបើកជាផ្លូវការនៅកម្មវិធីអាហារូបករណ៍អូស្ត្រាលីដើម្បីបន្តការសិក្សានៅក្នុងប្រទេសអូស្ត្រាលីឆ្នាំ 2015 នៅល្ងាចថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2014 លោកជំទាវ Alison Burrow ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាចាប់តាំងពីឆ្នាំ 1994 មកដល់ពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណជាង 500 នាក់ហើយដើម្បីឲ្យបន្តការសិក្សានៅថ្នាក់ក្រោយឧត្តមនៅប្រទេសអូស្ត្រាលីដែលអាហារូបករណ៍ទាំងអស់នេះត្រូវបានផ្ដល់ក្នុងគោលបំណងជួយគាំទ្រដល់បុគ្គលមួយចំនួនឲ្យសម្រេចនៅសក្តានុពលរបស់ខ្លួនដើម្បីអភិវឌ្ឍប្រទេសជាតិលោកជំទាវបានបន្តទៀតថាកម្មវិធីជំនួយអូស្ត្រាលីជានិច្ចកាលតែងតែបដិញ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍវិស័យអប់រំដែលយើងទាំងអស់គ្នាបានដឹងហើយថាការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលបំផុតដែលអ្នកអាចប្រើបានដើម្បីផ្លាស់ប្ដូរពិភពលោកដូច្នេះអាហារូបករណ៍ Australia Awards គឺជាផ្នែកមួយដ៏មានសារៈសំខាន់បំផុតនៃការបដិញ្ញានេះនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់ប្រទេសអូស្ត្រាលីដែលមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏មាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងជុំវិញពិភពលោកផងដែរអាដាមហងជួនណារុងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាកម្មវិធីអាហារូបករណ៍គឺមានតម្លៃដ៏ធំធេងក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសអូស្ត្រាលីនិងកម្ពុជាក្នុងការបម្រើនិងលើកកម្ពស់ចំណេះដឹងចំណងទាក់ទងក្នុងការអប់រំនិងរក្សានៅទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសទាំងពីរលោកស្រីលីសុកលៀបនិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលីក្រោមអាហារូបករណ៍អូស្ត្រាលីបាននិយាយដឹងថាបទពិសោធន៍សិក្សានៅប្រទេសអូស្ត្រាលីរបស់លោកស្រីបានបង្កើតនៅមូលដ្ឋានគ្រឹះដ៏រឹងមាំមួយទាំងផ្នែកវិជ្ជាជីវៈការសិក្សានិងសង្គមដែលនេះផ្ដល់ប្រយោជន៍យ៉ាងច្រើនសម្រាប់លោកស្រីក្នុងការអភិវឌ្ឍប្រទេសជាតិបាទនេះគឺជាការល្អមួយសម្រាប់ការចាប់យកនៅគឺការទៅសិក្សានៅឯក្រៅប្រទេសគឺជាអាហារូបករណ៍ពីប្រទេសអូស្ត្រាលីចា៎លើអ្នកឥឡូវនេះយើងខ្ញុំតាពីអ្នកសូមសម្រាប់មួយផ្លែសិនហើយយើងនឹងបន្តព័ត៌មាននៅវគ្គក្រោយជាបន្តទៀត